ភ្លេងប្រពៃណីខ្មែរមានឧបករណ៍កូត គោះ កេះ ដំ ផ្លុំ ដេញសម្រាប់ប្រគំទៅតាមប្រភេទចម្រៀងនិងរបាំនីមួយៗឧបករណ៍តន្ត្រីទាំងនោះមានទ្រ ស្គរ រនាត ឃឹម តាខេ ចាប៉ី ស្រឡៃ គង ឈឹង ឆាប ឃ្មោះ ប៉ាន់ជាដើមដើម្បីថែរក្សាភ្លេងប្រពៃណីខ្មែរឲ្យបានគង់វង្សយើងទាំងអស់គ្នាត្រូវស្គាល់និងចូលរួមប្រគំតន្ត្រីខ្មែរចា៎សម្រាប់វីដេអូនេះយើងនឹងសិក្សាស្វែងយល់អំពីការប្រើប្រាស់ឧបករណ៍ភ្លេងប្រពៃណីសម្រាប់វង់ភ្លេងជីកេវង់ភ្លេងបាសាក់ហើយនឹងការសម្ដែងល្ខោនបាសាក់ចា៎ដូច្នេះយើងនឹងសិក្សាស្វែងយល់លម្អិតជាមួយគ្នាចា៎ទី1វង់ភ្លេងជីកេតាំងពីបុរាណកាលមកវង់ភ្លេងជីកេគ្មានគ្រឿងភ្លេងច្រើនបែបនោះទេគឺមានតែស្គរមួយមុខប៉ុណ្ណោះគេប្រើស្គរជីកេច្រើនឬតិចអាស្រ័យទៅតាមទំហំវង់ភ្លេងបើវង់ភ្លេងធំគេប្រើស្គររហូតដល់12ឯវង់ភ្លេងតូចបំផុតគេប្រើស្គរតែ2ប៉ុណ្ណោះគេប្រើពាក្យស្គរមេស្គរកូនស្គរញីឬស្គរឈ្មោលសម្រាប់សម្គាល់ក្នុងការសម្ដែងជីកេជារឿងក្តីឬចម្រៀងក្តីគេឃើញមានការបន្ថែមឧបករណ៍ភ្លេងមួយចំនួនទៀតដូចជាទ្រអ៊ូនិងស្រឡៃចំពោះស្គរយីគេគេធ្វើឡើងអំពីឈើឬពីដើមត្នោតដែលគេលុងហើយសិតឲ្យស្ដើងគេពីស្គរយីគេនឹងស្បែកគោតែម្ខាងទេតែតួស្គរមានទំហំទទឹងមាត់ស្គរ 0.40 ម៉ែត្រទៅ 0.60 ម៉ែត្រនិងកម្រាស់ 0.15 ម៉ែត្រទៅ 0.20 ម៉ែត្រពេលសម្ដែងគេវាយស្គរដោយដៃទៅទេចំពោះស្រឡៃជាឧបករណ៍ផ្លុំដែលចែកចេញជាដងតួរុនសំនៀងអណ្ដាតនិងចំពួយតួស្រឡៃធ្វើអំពីឈើនាងនួនឈើក្រញូងឈើខ្មៅឬភ្លុកដំរីគេក្រឡឹងឆ្លាក់តួស្រឡៃជាក្បាច់កន្ទួតសម្រាប់លម្អរុនសំនៀងមាន6ចោះឃ្លាតពីគ្នាតាមកម្រិតសំនៀងអណ្ដាតធ្វើអំពីស្លឹកត្នោតទុំចំពួយគឺជាបំពង់ធ្វើអំពីស្ពាន់ឬប្រាក់ចំពោះទ្រអ៊ូជាឧបករណ៍ភ្លេងមានខ្សែ2គេប្រើទ្រអ៊ូសម្រាប់ប្រើក្នុងវង់ភ្លេងជីកេនិងល្ខោនបាសាក់ទ្រអ៊ូចែកចេញជាដងប្រលួតខ្សែកខ្សែសំនៀងឆាកនិងលលាដងនិងប្រលួតធ្វើអំពីឈើរឹងខ្សែសំនៀងធ្វើអំពីខ្សែនីឡុងឬហ្វ្រាំងកង់លលាទ្រអ៊ូធ្វើអំពីត្រឡោកដូងដែលយកតែពាក់កណ្ដាលនៃទំហំត្រឡោកដូងទាំងមូលពាសដោយឈើស្រាលដែលហៅថាស្ពង់រលួសឬពាសស្បែកដែលយកស្បែកគោឬក៏ស្បែកពស់ចាយកមកពាសពីលើទី2វង់ភ្លេងបាសាក់វង់ភ្លេងបាសាក់សម្រាប់ប្រគំកំដរការសម្ដែងល្ខោនបាសាក់ឧបករណ៍នៃការប្រគំទាំងនោះមានទ្រឆេ1ទ្រសោ1ឃឹមតូច1ឃឹមធំ1ឆាប1ឈឹង1ប៉ាន់1ប៉ោ1ឡោ1គៀ1និងស្គរធំស្គរឡុកសម្រាប់ឧបករណ៍ទ្រឆេជាឧបករណ៍ភ្លេងមានខ្សែ2ទ្រឆេសម្រាប់ប្រើក្នុងវង់ភ្លេងល្ខោនបាសាក់និងវង់ភ្លេងមហោរីវង់ធំទ្រឆេចែកចេញជាដងប្រលួតខ្សែកខ្សែសំនៀងឆាកនិងលលាដងនិងប្រលួតធ្វើអំពីឈើរឹងខ្សែសំនៀងធ្វើអំពីខ្សែនីឡុងឬខ្សែហ្វ្រាំងកង់លលាទ្រឆេធ្វើអំពីបំពង់ឈើឬបំពង់ឫស្សីពាសដោយស្បែកពស់សម្រាប់ឃឹមតូចនិងឃឹមធំជាឧបករណ៍ភ្លេងប្រើខ្សែច្រើនឃឹមតូចសម្រាប់ប្រើប្រាស់ក្នុងវង់ភ្លេងល្ខោនបាសាក់វង់ភ្លេងអាយ៉ៃនិងវង់ភ្លេងមហោរីឆ្នៃឃឹមធំជាឧបករណ៍សម្រាប់ប្រើក្នុងវង់ភ្លេងបាសាក់ឃឹមធំមានទំហំនិងសំនៀងធំជាងឃឹមតូចឃឹមចែកចេញជាស្នូកខ្សែសំនៀងខ្ទង់និងអន្លូងស្នូកមានរាងសំប៉ែតទ្រវែងធ្វើអំពីឈើដែលធ្វើអំពីឈើស្ពង់ឈើផ្ដៀកឈើរលួស
ខ្សែធ្វើអំពីខ្សែនីឡុងឬហ្វ្រាំងកង់ខ្ទង់មាន2វែងដាក់លើសន្ទះសម្រាប់ទ្រខ្សែអន្លង់ធ្វើអំពីបន្ទះឫស្សីស្ដើងចំពោះស្គរធំនិងស្គរឡុកជាឧបករណ៍ភ្លេងគោះដំដោយអន្លង់2ស្គរទាំងពីរនេះជាឧបករណ៍សម្រាប់ប្រើក្នុងវង់ភ្លេងបាសាក់ស្គរចែកចេញជាតួនិងមុខតួស្គរគេធ្វើអំពីឈើលង់មុខស្គរមាន2ដែលពាសដោយស្បែកគោឬក្របីស្គរធំសម្រាប់ប្រើក្នុងពិធីហោមរោងឬពេលតួយៈសម្ដែងឫទ្ធិស្គរឡុកប្រើនៅពេលតួអង្គនីមួយចេញដំណើរគេប្រើស្គរទាំងពីរឆ្លាស់គ្នាទៅតាមចលនានៃដំណើររឿងល្ខោនចំពោះឆាបនិងប៉ាន់ឆាបជាឧបករណ៍ភ្លេងគោះទង្គិចគេប្រើឆាបក្នុងវង់ភ្លេងបាសាក់និងវង់ភ្លេងឆាយ៉ាំឆាបមានរាងជារង្វង់មូលមានផ្ទៃរាបសំប៉ែតនិងមានពកចំកណ្ដាលដែលគេហៅថាដោះឆាបធ្វើអំពីស្ពាន់ឬលង្ហិននៅក្នុងវង់ភ្លេងបាសាក់គេប្រើឆាបរួមជាមួយស្គរកងនិងឃ្មោះក្នុងពិធីហោមរោងពិធីបិទវាំងននការច្បាំងគ្នាឬការធ្វើដំណើររបស់តួអង្គក្នុងវង់ភ្លេងឆាយ៉ាំគេប្រើឆាបសម្រាប់ជួយបញ្ចើតចង្វាក់ស្គរឬកងប៉ាន់ជាឧបករណ៍គោះសម្រាប់ប្រើគោះចង្វាក់ឲ្យអ្នកច្រៀងក្នុងវង់ភ្លេងបាសាក់ប៉ាន់ធ្វើអំពីឈើរឹងមួយដុំគេលុងប្រហោងតាមបណ្ដោយសាច់ឈើដើម្បីឲ្យមានសំនៀងខ្ទរគេប្រើអន្លង់ធ្វើអំពីឈើរឹងមូលតូចសម្រាប់គោះផ្នែកស្ដើងខាងលើចំណែកឯឈឹងជាឧបករណ៍គោះទង្គិចប្រើសម្រាប់តែជួយរក្សាចង្វាក់ភ្លេងឧបករណ៍នេះធ្វើអំពីលង្ហិនសុទ្ធនិងមានអង្កត់ផ្ចិតប្រហែលជា8សង់ទីម៉ែត្រនៅចំកំពូលនៃឧបករណ៍មានចោះរន្ធមួយសម្រាប់សូកខ្សែប្រវែងប្រហែល20សង់ទីម៉ែត្រសម្រាប់ភ្ជាប់ពីថាសឈឹងមួយទៅថាសឈឹងមួយទៀតដើម្បីឲ្យឮសំនៀងនៅពេលសម្ដែងគេយកដៃកាន់ខ្សែម្ខាងមួយនៅគៀកនឹងកំពូលទាំងពីរទើបគេគោះផ្ទប់គ្នាទៅតាមចង្វាក់បទភ្លេងចំណុចទី3ការសម្ដែងល្ខោនបាសាក់ល្ខោនបាសាក់ជារបាំល្ខោនខ្មែរដែលមានការសម្ដែងជាពិធីហោមរោងពិធីឡុងឆាកពិធីបង្ហាញតួនិងពិធីសម្ដែងរឿងសម្រាប់ពិធីហោមរោងជាពិធីគេធ្វើឡើងមុនពេលសម្ដែងរឿងដោយអមជាមួយចម្រៀងបួងសួងរំលឹកនឹកគុណគ្រូបាឈាយនិងអញ្ជើញគ្រូមកជួយក្រុមសិល្បៈឲ្យបានសេចក្តីសុខសុភមង្គលពិសេសសូមឲ្យក្រុមទទួលបានជោគជ័យនិងការចូលចិត្តរាប់អានពីទស្សនិកជនបទចម្រៀងសម្រាប់ពិធីហោមរោងមានបទលើកកបង្គំបទសាធុសារង្រាបទសារវ័នអរាស័យបទចៅដកចំពីនិងបទសារិកាកែវចំពោះពិធីឡុងឆាកជាពិធីបន្ទាប់ពីហោមរោងដែលតួអាចចេញមកច្រៀងបទចំពីកុមារផាត់ជាយឬបទលោមឬបទផ្សេងទៀតដើម្បីគោរពភ្ញៀវប្រាប់ឈ្មោះរឿងនិងថ្លែងអំណរគុណចំពោះពិធីបង្ហាញតួឬពិធីសម្ដែងការគួរសមចំពោះភ្ញៀវពិធីនេះតម្រូវឲ្យក្រុមសិល្បៈទាំងអស់ចេញមកឈរនៅមុខឆាកនិងច្រៀងបទកោសាំងសេនតួសម្ដែងល្បីៗក្នុងសម័យមុនមានលោកសាំងសារ៉ុនលោកស្រីជែកម៉ាចលោកអែមសាផុនហៅស្រីលោកស្រីអ៊ុនវាងលោកសាលីហៅភ្លីលោកច័ន្ទក្តឹបជាដើមពិធីប្រកាសឈ្មោះរឿងនិងការសម្ដែងរឿងធ្វើឡើងបន្ទាប់ពីការសម្ដែងការគួរសមចំពោះទស្សនិកជនពិធីនេះអ្នកសម្ដែងតួនីមួយត្រូវអនុវត្តទៅតាមលំដាប់លំដោយខ្លឹមសាររឿងពេលសម្ដែងគេតម្រូវឲ្យតួអង្គទាំងអស់ប្រើសម្ដីឥតព្រៀងទុកឲ្យសមស្របតាមព្រឹត្តិការណ៍និងកលៈទេសៈរបស់សាច់រឿងល្ខោនបាសាក់មានបទចម្រៀងសម្រាប់ច្រៀងសម្បូរបែបណាស់ដូចជាបទបាសាក់សុទ្ធចំនួន28បទឥទ្ធិពលខ្មែរសុទ្ធប
បទមានឥទ្ធិពលចិនវៀតណាមចំនួន22បទបទមានឥទ្ធិពលបារាំងចំនួន16បទបទដែលយកពីមហោរីចំនួន89បទចាជាសង្ខេបរួមវង់ភ្លេងល្ខោនបាសាក់មានឧបករណ៍តន្ត្រីទ្រឆេទ្រសោឃឹមតូចឃឹមធំឆាបឈឹងប៉ាន់ប៉ាវឡាវគៀស្គរឡុកនិងស្គរធំចំណែកឯវង់ភ្លេងយីកេមានឧបករណ៍តន្ត្រីស្គរយីកេមាន2ទៅ12ស្គរនិងអមដោយទ្រអ៊ូនិងស្រឡៃចាអរគុណច្រើនសម្រាប់ការតាមដានស្ដាប់ចាហើយអត្ថបទនេះដែរគឺដកស្រង់ចេញពីសៀវភៅសិក្សាសង្គមថ្នាក់ទី6